យើងខ្ញុំទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រចាទស្សនិកជនបងប្អូនទាំងអស់គ្នាសប្តាហ៍ថ្មីនេះយើងក៏មានប្រធានបទថ្មីជាកាដូជាចំណងដៃជូនទៅដល់ប្រិយមិត្តដែលជា fan របស់យើងចានៅក្នុងប្រធានបទសប្តាហ៍នេះគឺយើងនឹងចូលរួមទាំងអស់គ្នាស្វែងយល់អំពីអត្ថន័យរបស់លេខតារាសាស្ត្រក៏ដូចជាអត្ថប្រយោជន៍និងឥទ្ធិពលរបស់លេខតារាសាស្ត្រដែលមានមកលើយើងទាំងអស់គ្នានៅក្នុងជីវភាពប្រចាំថ្ងៃចានេះគឺជាប្រធានបទថ្មីហើយគិតថាអាចជួយជាប្រយោជន៍ច្រើនដែរជូនទៅដល់ប្រិយមិត្តអញ្ចឹងសូមស្វាគមន៍ដល់លោកគ្រូអ្នកគ្រូទាំងពីររូបដែលត្រៀមនៅក្នុងការបកស្រាយនៅប្រធានបទនេះចាជំរាបសួរអ្នកគ្រូលោកគ្រូបាទថ្ងៃនេះយើងមានវត្តមានរបស់អ្នកគ្រូសុកលៀងនិងលោកគ្រូណាំផេងបកស្រាយជាមួយនឹងប្រធានបទរបស់យើងជឿជាក់ថាបងប្អូនដែលជា fan ជាអ្នកគាំទ្រជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រពិសេសបងប្អូនដែលមានសិភៅហុងស៊ុយប្រកាសជាបានដឹងហើយថាតើតារាសាស្ត្រណាបាទជាតារាសាស្ត្របែបម៉េចប៉ុន្តែថ្ងៃនេះប្រធានបទរបស់យើងនឹងឲ្យអ្នកគ្រូក៏ដូចជាលោកគ្រូបកស្រាយលម្អិតក៏ដូចជាស៊ីជម្រៅតាក់ទងជាមួយនឹងអត្ថន័យនៃតារាសាស្ត្រនីមួយៗក៏ដូចជាអ្វីដែលឲ្យបងប្អូនរបស់យើងអាចទាញជាប្រយោជន៍បានជាមួយនឹងតារាសាស្ត្រនីមួយៗផងដែរបាទអរគុណឥឡូវនេះបាទសូមឲ្យអ្នកគ្រូសុកលៀងនិងលោកគ្រូណាំផេងធ្វើការបកស្រាយនៅប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះបាទសូមអញ្ជើញចាអរគុណសម្រាប់សប្តាហ៍នេះគឺយើងនិយាយតាក់ទងនឹងលេខរបស់តារាសាស្ត្រចាអញ្ចឹងបងប្អូនយើងប្រកាសជាប្រើប្រាស់ឲ្យលេខជាប្រចាំថ្ងៃអាចជាលេខទូរស័ព្ទលេខកុងធនាគារលេខផ្ទះលេខឡានចាអញ្ចឹងការប្រើប្រាស់លេខនេះបើសិនជាការចូលរួមចែករំលែកចំណេះដឹងនេះទៅកាន់បងប្អូនធ្វើឲ្យការប្រើប្រាស់កាន់តែល្អប្រសើរសម្រាប់លេខរបស់តារាសាស្ត្រគឺយើងមានពីលេខ1ដល់លេខ9ចាអញ្ចឹងខ្ញុំនឹងណែនាំទៅកាន់បងប្អូនសម្រាប់លេខពីលេខ1ទៅសិនចាសម្រាប់តារាសាស្ត្រលេខ1គឺតំណាងឲ្យធាតុទឹកចាអញ្ចឹងតារាសាស្ត្រលេខ1ទីតាំងគឺស្ថិតនៅទិសខាងជើងហើយសម្រាប់តារាសាស្ត្រធាតុទឹកគឺតាក់ទងនឹងពណ៌ទឹកប៊ិចផ្ទៃមេឃឬក៏ខ្មៅតារាសាស្ត្រនេះបើយើងនិយាយទៅគឺតាក់ទងនឹងការសិក្សារៀនសូត្រតាក់ទងនឹងសតិបញ្ញាភាពឆ្លាតវៃនិងការធ្វើដំណើរអញ្ចឹងបើសិនជាករណីយើងប្រើប្រាស់តារាសាស្ត្រលេខ1តើតារាសាស្ត្រលេខ1ហ្នឹងគួរប្រើជាមួយលេខអីចាហើយបើសិនជាបងប្អូនដែលត្រូវធាតុទឹកអាចប្រើប្រាស់តារាសាស្ត្រលេខ1នេះបានជាលេខប្រចាំខ្លួនរបស់ខ្លួនឯងចាបាទហើយចំណុចមួយទៀតគឺតាក់ទងនឹងតារាសាស្ត្រលេខ2តារាសាស្ត្រលេខ2គឺតាក់ទងនឹងធាតុដីបើយើងមើលពីទីតាំងតារាសាស្ត្រលេខ2គឺនៅទិសត្បូងឈៀងលិចចាហើយសម្រាប់តារាសាស្ត្រលេខ2នេះបើយើងនិយាយពីពណ៌ធាតុដីយើងមានពណ៌លឿងចាមានពណ៌សាច់ចាហើយសម្រាប់តារាសាស្ត្រលេខ2បើយើងនិយាយទៅគឺគេហៅថាតារាសាស្ត្រជំងឺបងប្អូនប្រហែលជាដឹងហើយតារាសាស្ត្រជំងឺម្នាក់បើសិនជាមានតារាសាស្ត្រហ្នឹងធ្លាក់នៅក្នុងផ្ទះប៉ះលេខ2អញ្ចឹងទិសហ្នឹងអាចនឹងបង្កបញ្ហាឲ្យមានជំងឺបើសិនជាករណីយើងដំស្វាណាចាហើយបើយើងយកតារាសាស្ត្រលេខ2ហ្នឹងមកប្រើជាលេខប្រចាំខ្លួនឯងឧទាហរណ៍ថាបងប្អូនត្រូវធាតុដីចាអញ្ចឹងតារាសាស្ត្រលេខ2សម្រាប់បងប្អូនដែលត្រូវធាតុដីក៏ប៉ុន្តែខ្ញុំមិនណែនាំឲ្យប្រើលេខ2ច្រើនទេសម្រាប់តារាសាស្ត្រលេខ2គឺតាក់ទងនឹងជំងឺហើយតារាសាស្ត្រហ្នឹងបើយើងនិយាយទៅតាក់ទងនឹងអារម្មណ៍រៀងឯកោចាអ្នកប្រើប្រាស់តារាសាស្ត្រលេខ2ប្រចាំខ្លួនមានអារម្មណ៍ឯកោឬក៏បើសិនជាតារាសាស្ត្រលេខ2ហ្នឹងវាអាចធ្លាក់នៅចំទីតាំងណាមួយដែលជាកន្លែងងងឹតអញ្ចឹងទីតាំងហ្នឹងអាចនឹងមានអមនុស្សសម្រាប់តារាសាស្ត្រលេខ2បើយើងយកមកប្រើប្រាស់សូមប្រុងប្រយ័ត្នតិចចាបាទចាឥឡូវបន្តទៅលេខ3បាទសម្រាប់តារាសាស្ត្រលេខ3គឺជាតារាសាស្ត្រធាតុឈើដែលគេហៅថាមានពណ៌ប្រភេទជាពណ៌បៃតងពណ៌ស្លឹកឈើត្រួយចេកអីហ្នឹងគឺជាតារាសាស្ត្រលេខ3សម្រាប់តារាសាស្ត្រលេខ3នេះគឺស្ថិតនៅទិសខាងកើតបាទហើយសម្រាប់អត្ថន័យវាហ្នឹងគឺមានន័យថាជាតារាសាស្ត្រដែលមិនសូវល្អប្រហែលទេតារាសាស្ត្រលេខ3ហ្នឹងគឺជាតារាសាស្ត្រតាក់ទងជាមួយនឹងវិបត្តិឬក៏ចំនួនបញ្ហាផ្សេងបាទវាអាចនឹងបើសិនជាផ្គុំជាមួយនឹងលេខផ្សេងទៀតវាអាចនឹងពាក់ព័ន្ធនឹងជាមួយនឹងបញ្ហាជំងឺបាទឬមួយក៏គ្រោះថ្នាក់ចរាចរណ៍ក៏មានដែរបាទអញ្ចឹងអត្ថន័យនៃតារាសាស្ត្រលេខ3គឺវាជាតារាសាស្ត្រដែលបង្កនៅបញ្ហាបាទឥឡូវយើងបន្តមកដល់តារាសាស្ត្រលេខ4វិញម្ដងសម្រាប់តារាសាស្ត្រលេខ4គឺជាតារាសាស្ត្រធាតុឈើដូចគ្នាគឺស្ថិតនៅក្នុងទិសខាងត្បូងឈៀងខាងកើតបាទពណ៌របស់តារាសាស្ត្រហ្នឹងគឺមានពណ៌បៃតងស្លឹកឈើដូចគ្នាបាទហើយសម្រាប់អត្ថន័យរបស់តារាសាស្ត្រលេខ4គឺជាតារាសាស្ត្រសតិបញ្ញាឆ្លាតវាងវៃបាទជាតារាសាស្ត្រដែលល្អតាក់ទងជាមួយនឹងស្នេហ៍
បើសិនជាតារាសាស្ត្រនេះប្រើជាមួយនឹងលេខល្អៗគឺបង្កើននៅសតិបញ្ញាល្អ បាទយើងបន្តមកកាន់តារាសាស្ត្រលេខ 5 សម្រាប់តារាសាស្ត្រលេខ 5 គឺតារាសាស្ត្រធាតុដីដូចគ្នាអញ្ចឹងជាទូទៅលេខ 5 យើងអាចតំណាងនៅចំកណ្ដាលផ្ទះចាដែលជាផែនប្រចាំគេហៅប្រាន8ទិសអញ្ចឹងតារាសាស្ត្រលេខ 5 នៅចំកណ្ដាលផ្ទះជាប្រភេទតារាសាស្ត្រធាតុដីអញ្ចឹងពណ៌ធាតុដីបងប្អូនដឹងហើយយើងមានពណ៌លឿងពណ៌សាច់ចាតារាសាស្ត្រលេខ 5 ជាទូទៅគេហៅថាតារាសាស្ត្រវិបត្តិបើសិនជាតារាសាស្ត្រលេខ 5 យើងនៅជាមួយនឹងលេខតារាសាស្ត្រដែលល្អដូចជាលេខ9ឬក៏លេខ6អញ្ចឹងល្អបំទុះរឿងអីមួយតែបើសិនជាតារាសាស្ត្រលេខ 5 ហ្នឹងនៅជាមួយលេខដែលមិនល្អដូចជាលេខ2ឬក៏នៅជាមួយនឹងលេខ7ឬក៏លេខ3អត់សូវជាល្អម៉ានេះតារាសាស្ត្រលេខ 5 ចាហើយយើងនឹងចូលដល់តារាសាស្ត្រលេខ 6 គឺស្ថិតនៅក្នុងទិសជើងឈៀងលិចតារាសាស្ត្រលេខ 6 ចាតារាសាស្ត្រនេះគឺតំណាងឲ្យតេតិងនឹងធាតុមាសចាអញ្ចឹងបើសិនជាករណីបងប្អូនត្រូវធាតុមាសចាលេខ 6 គឺជាលេខសំណាងសម្រាប់គាត់ចាតារាសាស្ត្រលេខ 6 នេះបើយើងមើលទៅធាតុមាសមានពណ៌ប្រាក់ពណ៌ប្រផេះពណ៌ធាតុមាសពណ៌សចាហើយសម្រាប់តារាសាស្ត្រលេខ 6 គឺតេតិងល្អសម្រាប់អំណាចបុណ្យស័ក្តិបុណ្យបារមីបើសិនជាករណីមន្ត្រីរាជការយើងណែនាំឲ្យប្រើតារាសាស្ត្រលេខ 6 ដែរហើយបើសិនជាគាត់ត្រូវធាតុមាសទៀតអានឹងកាន់តែល្អសម្រាប់តារាសាស្ត្រលេខ 6 ចាយើងចូលមកកាន់តារាសាស្ត្រលេខ 7 បាទជាបន្តគឺជាគេហៅថាតារាសាស្ត្រលេខ 7 នេះគឺជាតារាសាស្ត្រធាតុមាសបើនិយាយពីទិសវិញគេហៅថាស្ថិតនៅក្នុងទិសខាងលិចបាទពណ៌របស់ធាតុមាសហ្នឹងគឺយើងដឹងហើយយើងមានពណ៌សពណ៌ប្រផេះទឹកប្រាក់បែបទង់ដែងអីហ្នឹងណាបាទគឺជាប្រភេទតារាសាស្ត្រលេខ 7 ហើយអញ្ចឹងតារាសាស្ត្រលេខ 7 ហ្នឹងគឺមានន័យថាជាតារាសាស្ត្រមួយដែលតាក់ទងជាមួយនឹងវិបត្តិចោរកម្មបើសិនជាតារាសាស្ត្រនេះប៉ះជាមួយនឹងតារាសាស្ត្រផ្សេងដែលមិនល្អហ្នឹងធ្វើឲ្យបញ្ហាហ្នឹងធ្ងន់តាក់ទងជាមួយនឹងចោរប្លន់ឬមួយក៏វិបត្តិធ្ងន់ទៅលើចោរកម្មផ្សេងតាក់ទងជាមួយនឹងការលួចប្លន់ឯបែបកាចណាបាទអញ្ចឹងតារាសាស្ត្រនេះមិនល្អទេហើយយើងចូលទៅតារាសាស្ត្រលេខ 8 តារាសាស្ត្រលេខ 8 គឺជាតារាសាស្ត្រមួយល្អតាក់ទងជាមួយនឹងលុយកាក់បាទទ្រព្យសម្បត្តិអចលនទ្រព្យបាទតារាសាស្ត្រនេះគឺស្ថិតនៅក្នុងជាប្រភេទតារាសាស្ត្រដែលធាតុដីហ្នឹងមានពណ៌ប្រភេទដីលឿងពងមាន់អីហ្នឹងណាបាទបើនិយាយពីទិសវិញគឺស្ថិតនៅក្នុងទិសខាងជើងឈៀងខាងកើតបាទតារាសាស្ត្រលេខ 8 ហ្នឹងទីគឺជាតារាសាស្ត្រទ្រព្យសម្បត្តិហ្នឹងល្អសម្រាប់វិស័យអចលនទ្រព្យការលក់ដីធ្លីបាទឬមួយក៏ជំនួយនៅក្នុងគេហៅថាអំណាចបារមីសម្រាប់អ្នករកស៊ីធំបាទអរគុណឥឡូវលេខ 9 ចាក្រោយគេអញ្ចឹងសម្រាប់តារាសាស្ត្រលេខ 9 បងប្អូនប្រហែលជាដឹងហើយបងសាណាក៏ដឹងដែរដឹងល្អចាល្អសម្រាប់តារាសាស្ត្រលេខ 9 គឺទិសខាងត្បូងទីតាំងដែលនៅហើយជាតារាសាស្ត្រធាតុភ្លើងបើយើងមើលទៅមានពណ៌ក្រហមផ្កាឈូកស្វាយចាពណ៌ធាតុភ្លើងហើយតារាសាស្ត្រលេខ 9 នេះគឺតំណាងឲ្យកេរ្តិ៍ឈ្មោះចាអញ្ចឹងបងប្អូនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញឬក៏ជាតារាឬក៏ជាពិធីករអញ្ចឹងតារាសាស្ត្រលេខ 9 គឺល្អសម្រាប់គាត់គឺតារាសាស្ត្រតេតើនឹងកេរ្តិ៍ឈ្មោះហើយមួយទៀតតេតើនឹងភាពសប្បាយរីករាយតេតើនឹងកិត្តិយសរបស់យើងអញ្ចឹងហើយសម្រាប់បងប្អូនដែលត្រូវធាតុភ្លើងអាចប្រើប្រាស់តារាសាស្ត្រលេខ 9 ជាលេខប្រចាំខ្លួនរបស់គាត់បានចាលេខ 9 នេះគឺលេខល្អសម្រាប់បងប្អូនតារាជាពិសេសចាដូចជាបងសាណាក៏ល្អសម្រាប់បងដែរគូប្រើលេខ 9 នេះច្រើនទាំងទូរស័ព្ទទាំងកាតធនាគារចាបងលេខផ្ទះលេខឡានចាអរគុណសម្រាប់ការបកស្រាយចាទស្សនិកជននេះគ្រាន់តែជាអត្ថន័យរបស់លេខតារាសាស្ត្រនីមួយៗពីលេខ1ដល់លេខ 9 តែប៉ុណ្ណោះឥឡូវនេះយើងនឹងបន្តនៅក្នុងការបកស្រាយទៀតថាតើលេខទាំង 9 នេះមានឥទ្ធិពលយ៉ាងណាឬក៏គួរប្រើប្រាស់យ៉ាងណាខ្លះដើម្បីឲ្យយើងទាញយកលាភទាញយកប្រយោជន៍ពីលេខទាំង 9 នេះបានចាយើងនឹងចូលរួមស្ដាប់ជាបន្តនៅវគ្គបន្ទាប់នៅពេលនេះកម្មវិធីសូមពេលវេលាអនុញ្ញាតសម្រាប់បន្តិចមាន app My Destiny វាសនាខ្ញុំដូចមានអ្នកគ្រូណាលីនៅក្បែរខ្លួនសូម scan ឥឡូវនេះដើម្បីទាញយក app My Destiny វាសនាខ្ញុំស
ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបាយវិទ្យាសាស្ត្រជាមួយនឹងការបកស្រាយរបស់អ្នកគ្រូសុកលៀងក៏ដូចជាលោកគ្រូណាំផេងកាលពីវគ្គទី1បងប្អូនបានយល់ពីអត្ថន័យនៃលេខតារាសាស្ត្របាទទាំង9រួចមកហើយឥឡូវយើងក៏ចង់ដឹងបន្ថែមទៀតជាមួយនឹងលេខតារាសាស្ត្រក៏ដូចជាទំនាក់ទំនងជាមួយនឹងលេខណាដែលល្អលេខណាដែលនៅជាមួយគ្នាមិនល្អបាទអរគុណឥឡូវអ្នកគ្រូសុកលៀងបាទក៏ដូចជាលោកគ្រូណាំផេងបាទសូមជ័យបន្តទៀតបាទ ចាអញ្ចឹងសម្រាប់លេខ1លេខ1បងប្អូនដឹងហើយជាលេខធាតុទឹកអញ្ចឹងបើសិនជាលេខ1នៅជាមួយនឹងលេខ4ចាលេខ4ធាតុឈើអញ្ចឹងទឹកក៏កើតឈើសម្រាប់បងប្អូនដែលស្ថិតនៅក្នុងវ័យសិក្សាបងប្អូនអាចប្រើលេខ1និងលេខ4បានព្រោះលេខហ្នឹងតេតើនឹងការសិក្សារៀនសូត្រតេតើនឹងសតិបញ្ញាលេខហ្នឹងល្អខ្លាំងណាចាលេខ1ជាមួយនឹងលេខ4តែបើសិនជាលេខ1នៅជាមួយនឹងលេខ2អាហ្នឹងអត់សូវល្អទេព្រោះដោយសារមូលហេតុធាតុទឹកជាមួយនឹងធាតុដីពិឃាតគ្នាចាធ្វើឲ្យការគិតឬក៏សតិបញ្ញារបស់គាត់អត់សូវល្អចាលេខ1បើសិនជានៅជាមួយនឹងលេខ3ក៏អត់សូវល្អដែរយើងណែនាំអត់ឲ្យប្រើតែបើសិនជានៅមួយលេខ4គឺល្អខ្លាំងធាតុឈើដូចគ្នាចាលេខ3ក៏ធាតុឈើលេខ4ក៏ធាតុឈើក៏ប៉ុន្តែលេខ1ហ្នឹងនៅជាមួយលេខ4គឺល្អខ្លាំងនៅជាមួយនឹងលេខ3ធ្វើឲ្យការគិតរបស់គាត់លឿនពេកជ្រុលពេកសតិបញ្ញាគាត់ពលលេខ3ធ្វើអីរៀងលះលហួនអញ្ចឹងអត់បានគិតពិចារណាឲ្យរៀងម៉ត់ចត់ចាតែបើសិនជាលេខ1នៅជាមួយនឹងលេខ5ក៏អត់សូវល្អដែរព្រោះដោយសារលេខ5ក៏លេខធាតុដីដែរលេខតាក់ទងនឹងវិបត្តិចាព្រោះទឹកជាមួយនឹងដីវាពិឃាតគ្នាលេខ5បើសិនជាយើងទៅនៅជាមួយលេខណាដែលល្អបំទុះរឿងល្អតែបើសិនជានៅជាមួយនឹងលេខមិនល្អក៏បំទុះរឿងមិនល្អដែរតែសម្រាប់ទឹកនិងដី1និង5នៅជាមួយគ្នាវាគេហៅថាឆុងគ្នាឯងទោះបីជាលេខ1ល្អក៏ដោយចាអញ្ចឹងបើសិនជាលេខ1ករណីនៅជាមួយនឹងលេខ6គឺល្អខ្លាំងចាព្រោះលេខ1ធាតុទឹកលេខ6ធាតុមាសចាអញ្ចឹងមាសក៏កើតទឹកបើសិនជាតាក់ទងនឹងមន្ត្រីរាជការចាអាចប្រើលេខ1និងលេខ6បានការងារដែលជាប្រភេទមានតំណែងបុណ្យស័ក្តិយុស័ក្តិធ្វើឲ្យចរន្តលុយគាត់ចូលមករហូតព្រោះលេខ1ហ្នឹងជាចរន្តលុយដែរចាល្អខ្លាំងលេខ1និងលេខ6បើសិនជាលេខ1នៅជាមួយនឹងលេខ7មិនសូវជាល្អហ្មងទេចាព្រោះយើងដឹងហើយលេខ7តាក់ទងនឹងចំនួនអីផ្សេងអញ្ចឹងចរន្តលុយដែលចូលមកមុននឹងបានលុយចូលមកក៏ត្រូវមានចំនួនឆ្លោះតោះតែងគ្នាសិនដែរករណីយើងប្រើលេខហ្នឹងណាចាហើយសម្រាប់លេខ1បើសិនជានៅជាមួយនឹងលេខ8លេខ8បើយើងមើលទៅលេខ8លេខលុយល្អចាលេខ1តេតើនឹងចរន្តលុយដែរតេតើនឹងការធ្វើដំណើរអញ្ចឹងលេខ1ជាមួយនឹងលេខ8ទឹកជាមួយនឹងដីនៅជាមួយគ្នាធ្វើឲ្យមានបញ្ហាខ្លះដែរតែសួរថាលុយចូលទេក៏មានលុយចូលដែរមុននឹងមានលុយចូលត្រូវមានចំនួនតោះតែងគ្នាសិនព្រោះទឹកនឹងដីឆុងគ្នាចាតែក៏បើសិនជាករណីបងប្អូនត្រូវទឹកផងត្រូវមាសផងត្រូវលេខធាតុដីផងអាចបន្ថែមលេខ6ចូល168ហ៎បងចាបើយើងប្រើលេខ6នៅចំកណ្ដាលដើម្បីកុំឲ្យលេខ1និងលេខ8ឆុងគ្នាចាហើយចំណែកមួយទៀតគឺលេខ1នៅជាមួយនឹងលេខ9ចាលេខ1ទឹកលេខ9ភ្លើងចាទឹកនិងភ្លើងឆុងគ្នាតារាសាស្ត្រពីរហ្នឹងបើយើងមើលទៅសិតតែល្អដូចគ្នាមួយគេឈ្មោះមួយទៀតតេតើនឹងសតិបញ្ញាតែពីរហ្នឹងនៅក្បែរគ្នាអត់បានល្អវិញចាវាល្អដែរតែនៅក្បែរគ្នាអត់បានយើងត្រូវបន្ថែមលេខណាមួយទៀតដើម្បីកុំឲ្យឆុងគ្នាចុះលេខយងលេខអីវិញលេខ4យងចាយើងប្រើលេខធាតុឈើគឺដូច149អីបានចាបាននេះទឹកក៏កើតឈើក៏កើតភ្លើងអញ្ចឹងធ្វើឲ្យតារាសាស្ត្រ3ហ្នឹងក៏កើតតគ្នាបង្កើតជាគេហៅសតិបញ្ញាតេតើនឹងគំនិតច្នៃប្រឌិតហើយនឹងរឿងអច្ឆរិយៈផ្សេងចាលេខ1លេខ4លេខ9ចាយើងប្រើបានលុះត្រាតែមានលេខ4នៅកណ្ដាលបើសិនជា4 19ក៏អត់ល្អដែរចាបាទកក់លេខទូរស័ព្ទ149ក៏ទៅមួយចាអរគុណយើងមានលេខច្រើនទៀតដែលអាចបកស្រាយជូនចាមួយទៀតតេតើនឹងលេខ2បើសិនជាលេខ2គេហៅថាលេខធាតុដីបើលេខ2នៅចិត្តលេខ5អានឹងអត់ល្អទេដីនឹងដីប៉ះគ្នាលេខ5ជាលេខវិបត្តិលេខ2ជាលេខជំងឺដល់ពេលអញ្ចឹង2នឹងប៉ះគ្នាដីដូចគ្នាហើយអត់ល្អដូចគ្នាទៀតអញ្ចឹងបើសិនជាតារាសាស្ត្រហ្នឹងធ្លាក់នៅទីតាំងណាមួយជ្រុងណាមួយនៃផ្ទះយើងហើយយើងមានដំស្វានៅទិសហ្នឹងនៅក្នុងផ្ទះហ្នឹងសមាជិកប្រកាសជាមានបញ្ហាសុខភាពទាក់ទងនឹងជំងឺចាហើយមួយទៀតបើសិនជាទីតាំងហ្នឹងវាងងឹតបន្ទប់ដែលយើងទុកចោលងងឹតអញ្ចឹងតារាសាស្ត្រលេខ2និងលេខ5ធ្លាក់នៅទិសហ្នឹង
គាត់ជាបន្ទប់ហ្នឹងមានអមនុស្សហើយចាអានឹងយើងគួរប្រយ័ត្នណាតែប៉ិតពេលយើងទៅគេងនៅសន្តាគារឬក៏ទស្សនៈក៏យើងត្រូវ check មើលដែរចាលេខបន្ទប់ចាហើយមួយទៀតលេខ2បើសិនជានៅជាមួយនឹងលេខ8លេខលុយចាលេខ2គឺលេខដែលមិនល្អតែបើសិនជាករណីពីរហ្នឹងនៅចិត្តគ្នាបើយើងសង្កេតមើលយើងបន្ថែមលេខណាមួយទៀតណាធ្វើឲ្យលេខហ្នឹងកាន់តែល្អដីក៏កើតដីដូចគ្នាទេចា2និង8បើសិនជាករណីយើងថែមលេខ8មួយទៀតឬក៏យើងថែមលេខ6មួយទៀតអានឹងកាន់តែល្អដែរតាក់ទងនឹងអចលនទ្រព្យអ្នកធ្វើការតាក់ទងនឹងខាងអាចនិយាយបានថាតាក់ទងធនាគារអចលនទ្រព្យភ្នាក់ងារលក់ចាអញ្ចឹងយើងអាចប្រើលេខ8ជាមួយនឹងលេខ2ឬក៏បន្ថែមលេខ6បន្ថែមទៀតបានចាលេខ2ជាទូទៅវាអត់សូវល្អហ្មងទេបើវានៅមួយគេចាតែអាចនៅបានជាមួយនឹងលេខ8ចាឬក៏លេខ2អាចនៅជាមួយនឹងលេខ6ពួកដីក៏កើតមាសអញ្ចឹងធ្វើឲ្យលេខ2នឹងខ្សោយអាចនៅជាមួយបានតែជាទូទៅយើងមិនសូវជាប្រើលេខ2ហ្មងទេនៅមួយលេខ9បើនៅជាមួយនឹងលេខ9ក៏អត់សូវល្អហ្មងដែរព្រោះភ្លើងអ្នកក៏កាត់ដីវិញអញ្ចឹងធ្វើឲ្យដីលេខ2ហ្នឹងកាន់តែអត់ល្អតែបើសិនជាលេខ2ទៅក៏កាត់គេដីទៅក៏កាត់មាសទៅក៏កាត់លេខ6អានោះអាចប្រើបានអញ្ចឹងសម្រាប់លេខ2បើសិនជានៅជាមួយលេខ3លេខ2ធាតុដីលេខ3ធាតុឈើអញ្ចឹងពីរហ្នឹងក៏ពិឃាតគ្នាដែរជាទូទៅយើងមិនសូវជាណែនាំឲ្យប្រើលេខ2ជាមួយលេខ3ហ្មងទេព្រោះលេខហ្នឹងវាអត់សូវល្អចាហើយបើសិនជាលេខ2នៅជាមួយលេខ4បើយើងមើលទៅដីជាមួយឈើវាឆុងគ្នាហើយតែលេខហ្នឹងបងធ្លាប់ស្គាល់ទេលេខ2លេខ4គឺតើទៅនឹងលេខស្នេហ៍ចាអញ្ចឹងលេខហ្នឹងអាចប្រើបានលេខហ្នឹងល្អចាហើយសម្រាប់លេខ2បើសិនជានៅជាមួយនឹងលេខ7អត់ល្អទេលេខ7ធាតុមាសចាលេខ2ធាតុដីអញ្ចឹងដីក៏កើតមាសតែមាសនេះគឺអត់ល្អមាសលេខ7គឺតើទៅនឹងចំនួនចោលប្លន់អញ្ចឹង7ជាមួយនឹង2គឺអត់ល្អទេយើងអត់ណែនាំឲ្យប្រើតែបើលេខ2នៅជាមួយនឹងលេខ6ដីក៏កាត់មាសដូចគ្នាក៏ប៉ុន្តែចំណុចនេះយើងអាចប្រើបានលេខ2ហ្នឹងគឺល្អចាមួយទៀតសម្រាប់លេខ2ជាមួយនឹងលេខ7បើសិនជា2លេខហ្នឹងនៅជាមួយគ្នាអត់សូវល្អហ្មងទេបើយើងមើលតាក់ទងនឹងលេខដែលមានបញ្ហាពេលធ្វើដំណើរចាពាក្យច្រើនឃើញលេខ2ជាមួយនឹងលេខ7ឬក៏លេខ7នៅពីមុខ7និង2ឬក៏27ឬក៏72អញ្ចឹងពេលធ្វើដំណើរបូកឃើញផ្លាកលេខហ្នឹងគួរតែប្រយ័ត្នប្រយែងបន្តិចចាបាទអរគុណច្រើនឥឡូវយើងបន្តមកកាន់តារាសាស្ត្រលេខ3វិញបាទតើលេខ3នៅជាមួយលេខណាល្អនិងលេខ3នៅជាមួយនឹងលេខណាដែលមិនល្អបាទសូមអញ្ជើញបាទសម្រាប់លេខ3យើងដឹងហើយថាជាតារាសាស្ត្រធាតុឈើបើសិនជាយើងនៅជាមួយតារាសាស្ត្រលេខ1ធាតុទឹកតាមពិតទៅតារាសាស្ត្រលេខ3ហ្នឹងគឺជាតារាសាស្ត្រវិបត្តិបើសិនជាយើងនៅជាមួយតារាសាស្ត្រលេខ1ធាតុទឹកនេះគឺបង្កនៅបញ្ហាជាច្រើនដែលវាគេហៅថា support មកឲ្យយើងមានកំហុសតាក់ទងជាមួយនឹងដូចជាគ្រោះថ្នាក់ចរាចរណ៍ឬមួយក៏ការរកស៊ីខាតបង់បាទហើយសម្រាប់តារាសាស្ត្រលេខ3នេះទៀតគឺបើសិនជានៅជាមួយតារាសាស្ត្រលេខ2ជាតារាសាស្ត្រធាតុដីតាមពិតទៅតារាសាស្ត្រលេខ2ហ្នឹងវាតាក់ទងជាមួយនឹងជំងឺទេក៏ប៉ុន្តែដោយសារតារាសាស្ត្រលេខ3ហ្នឹងជាតារាសាស្ត្រធាតុឈើមកពីឃាតជំងឺហ្នឹងអញ្ចឹងអត្ថន័យរបស់តារាសាស្ត្រលេខ3បូកជាមួយលេខ2នេះមានន័យថាស្នេហ៍ទៅវិញបាទជាតារាសាស្ត្រស្នេហ៍យុវវ័យតាក់ទាញសម្រាប់ក្មេងៗជំនាន់ដូចថាអាយុនៅក្មេងៗណាបាទពីអាយុ18ដល់អាយុយើង20 30អីចឹងទៅបាទគេហៅថាស្នេហ៍បែបយុវវ័យអញ្ចឹងយើងបន្តទៅលេខ3ជាមួយនឹងលេខ3យើងឃើញហើយតារាសាស្ត្រលេខ3ធាតុឈើបូកនឹងតារាសាស្ត្រលេខ3ធាតុឈើដូចគ្នាតារាសាស្ត្រនេះគឺតាមពិតទៅវាមិនជាអាក្រក់ខ្លាំងទេបាទតារាសាស្ត្រនេះវាបង្កនៅបញ្ហាខ្លះៗក៏ប៉ុន្តែក៏ជាតារាសាស្ត្រដែលផ្គុំគ្នាទៅធ្វើឲ្យយើងល្អដែរអញ្ចឹងណាបាទអញ្ចឹងយើងបន្តទៅតារាសាស្ត្រលេខ3តាក់ទងជាមួយបូកជាមួយនឹងតារាសាស្ត្រលេខ4វិញតារាសាស្ត្រលេខ4ជាមួយតារាសាស្ត្រលេខ3នេះគឺវាមានបញ្ហាតាក់ទងជាមួយនឹងវិបត្តិផ្សេងឬមួយក៏ជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាទរកស៊ីបងខាតវាតាក់ទងច្រើនជាមួយតារាសាស្ត្រនេះអត់ល្អបាទជាបន្តទៅទៀតហ្នឹងគឺ
លេខ3ជួបជាមួយនឹងលេខ5អញ្ចឹងលេខ3ជាមួយលេខ5នេះគឺអត់សូវល្អទេបាទតែបើសិនជាយើងផ្គុំលេខនេះមានលេខ6មួយទៀតគឺជាលេខដែលល្អវិញបាទតាក់ទងជាមួយនឹងទ្រព្យសម្បត្តិអីចឹងទៅបើសិនជាលេខ3ជួបជាមួយនឹងលេខ6បាទលេខ6អញ្ចឹងបើសិនជាយើងបូកនឹងលេខ5ទៀតវាកាន់តែល្អហាក់បីដូចជាលេខ3ប៉ះលេខ5ជួបជាមួយនឹងលេខ6អញ្ចឹងបាទអត្ថន័យវាស្រដៀងគ្នាបាទតាក់ទងនឹងគេហៅថាការរកស៊ីជួញដូរល្អបាទហើយលេខ3ជាមួយនឹងលេខ7មានន័យថាអត់ល្អទេបញ្ហានឹងជួបច្រើនជាមួយនឹងវិបត្តិផ្សេងបាទហើយលេខ3ជាមួយនឹងលេខ8ក៏ពុំជាល្អដែរបាទមានន័យថាយើងមានបញ្ហាច្រើនជាមួយនឹងលេខ3និងលេខ8ហើយលេខ3ជាមួយនឹងលេខ9ក៏ជាតារាសាស្ត្រដែលល្អដែលយើងអាចប្រើបានដែរបាទឥឡូវយើងបន្តមកកាន់តារាសាស្ត្រលេខ4បន្តទៀតបាទសម្រាប់តារាសាស្ត្រលេខ4បើសិនជាយើងគុំជាមួយនឹងតារាសាស្ត្រលេខ1មានន័យថាសតិបញ្ញាល្អជាលេខដែលក្មេងៗដែលប្រើនៅក្នុងការសិក្សាអីចឹងណាបាទអ្វីដែលគាត់កំពុងសិក្សាគាត់អាចប្រើលេខហ្នឹងទៅល្អបាទតាក់ទងជាមួយនឹងជំនួយរកស៊ីអីក៏យើងមានស្នេហ៍ដែរកន្លែងនេះណាបាទលេខ41បាទហើយតាក់ទងជាមួយនឹងលេខ4គុំជាមួយនឹងលេខ2ក៏ជាតារាសាស្ត្រស្នេហ៍តាក់ទងជាមួយនឹងស្នេហ៍ស្គុតស្គុំប្រើសម្រាប់គេហៅថាវ័យដែលគេហៅថាវ័យចំណាស់ណាបាទអញ្ចឹងលេខនេះល្អហើយតារាសាស្ត្រលេខ4ភ្ជាប់ជាមួយនឹងតារាសាស្ត្រលេខ4ដូចគ្នាបាទគឺជាតារាសាស្ត្រដែលយើងអាចប្រើបានធាតុឈើនិងធាតុឈើគ្រាន់ថាលេខនេះយើងផ្គុំទៅវាគ្រាន់តែថាប្រើទៅបើសិនជាអ្នកត្រូវការធាតុឈើតែម្ដងណាគឺល្អបាទមិញលេខ4ជាមួយនឹងលេខ4ចុះលេខ4ជាមួយនឹងលេខ3វិញលោកគ្រូបាទសម្រាប់លេខ4ជាមួយលេខ3គឺជាតារាសាស្ត្រអត់សូវល្អទេវាផ្គុំចូលគ្នាបាទវាមានវិបត្តិផ្សេងកើតឡើងច្រើនបាទសម្រាប់តារាសាស្ត្រលេខ4ភ្ជាប់ជាមួយនឹងតារាសាស្ត្រលេខ5បាទតារាសាស្ត្រនេះគឺវាល្អហើយប៉ុន្តែបើសិនជាយើងចង់ឲ្យកាន់តែល្អទៀតណាយើងបន្ថែមលេខ6មួយទៀតបាទមានន័យថា4 5 6ជាលេខសិទ្ធិអចលនទ្រព្យលេខបែបយើងរកស៊ីជួញដូរល្អនៅក្នុងថ្នាក់ដែលយើងរកស៊ីធម្មតាបាទសម្រាប់អ្នកដែលគាត់រកស៊ីអចលនទ្រព្យកាន់តែល្អមែនទេគ្រូល្អដែរបាទតារាសាស្ត្រលេខ4ជាប់ជាមួយលេខ5មិញគឺល្អហើយយើងចូលទៅដល់តារាសាស្ត្រលេខ4ជាមួយលេខ6អត្ថន័យរបស់តារាសាស្ត្រនេះវាស្រដៀងនឹងតារាសាស្ត្រលេខ4ជាមួយលេខ5ដូចគ្នាបាទអញ្ចឹងយើងបន្តទៅតារាសាស្ត្រលេខ4ជាប់ជាមួយលេខ7តារាសាស្ត្រនេះអត់ល្អទេបាទអញ្ចឹងតារាសាស្ត្រលេខ4ភ្ជាប់ជាមួយលេខ8តារាសាស្ត្រលេខ4ជាមួយលេខ8នេះជាតារាសាស្ត្រដែលមានបញ្ហាបាទតាក់ទងជាមួយនឹងការគ្រោះថ្នាក់ចរាចរណ៍ជាដើមប៉ុន្តែនៅក្នុងនេះដែរបែបយើងគ្រោះថ្នាក់អញ្ចេះយើងប្រើលេខគឺមានន័យថាយើងដឹងមុនហើយអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងនៅក្នុងការបើកបរបាទយើងមិនមែនថាអត្ថន័យនៃតារាសាស្ត្រនឹងមិនល្អហើយយើងបដែតបដោយភ្លេចខ្លួនបើកបរដោយអត់ប្រុងប្រយ័ត្នអាហ្នឹងវាអាចនឹងជួបបញ្ហាដូចការទូទីទុកអញ្ចឹងយើងបន្តទៅទៀតគឺតារាសាស្ត្រលេខ4ជួបជាមួយនឹងតារាសាស្ត្រលេខ8ជាតារាសាស្ត្រមិនល្អទេវាអាចនឹងមានបញ្ហាជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍បន្តទៅទៀតហ្នឹងគឺតារាសាស្ត្រលេខ4ជាមួយនឹងលេខ9តារាសាស្ត្រនេះគឺជាតារាសាស្ត្រល្អតាក់ទងជាមួយនឹងអំណាចបារមីដែលមានអ្នកវត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សាបាទអរគុណច្រើនលោកគ្រូណាំផេងនិងអ្នកគ្រូសុកលៀងបាទវគ្គក្រោយយើងនឹងបន្តជាមួយនឹងលេខតារាសាស្ត្របន្តទៀតដែលមានលេខ5ក៏ដូចជាលេខជាច្រើនទៀតនៅក្នុងប្រធានបទរបស់យើងនៅពេលនេះពីកម្មវិធីទាំងមូលអនុញ្ញាតសម្រាប់បន្តិចសិនមាន app My Destiny វាសនាខ្ញុំដូចមានអ្នកគ្រូណាលីនៅក្បែរខ្លួនសូម scan ឥឡូវនេះដើម្បីទាញយក app My Destiny វាសនាខ្ញុំ
ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រយើងនឹងសល់លេខតារាសាស្ត្រជាច្រើនទៀតដែលយើងនឹងត្រូវបន្តបាទសូមអញ្ជើញអ្នកគ្រូបាទ ចាឥឡូវយើងចូលដល់លេខ5បើសិនជាករណីលេខ5នៅជាមួយលេខ5 បាទ ចាលេខដីប៉ះធាតុដីគឺលេខវិបត្តិអញ្ចឹងយើងអត់ណែនាំឲ្យប្រើទេពីរលេខហ្នឹងវាអត់ល្អចាតែបើសិនជាលេខ5នៅជាមួយនឹងលេខ6ចាដីក៏កាត់មាសលេខហ្នឹងអាចប្រើបានចាល្អសម្រាប់លេខ5នៅជាមួយនឹងលេខ7លេខហ្នឹងក៏អត់សូវល្អដែរធម្មតាលេខ5ជាលេខបំផ្ទុះពេលដែលប៉ះលេខ7ជាលេខចំនួនអញ្ចឹងបំផ្ទុះរឿងចំនួនឆ្លោះតោះតែងគ្នាចាលេខ2ហ្នឹងអត់ល្អចា57ឬក៏75អត់ល្អទេសម្រាប់លេខ5នៅជាមួយនឹងលេខ8ចាលេខហ្នឹងគឺលេខធាតុដីដូចគ្នាអញ្ចឹងលេខ5តួនាទីបំផ្ទុះហ្នឹងគឺបំផ្ទុះរឿងលុយកាក់ហើយបើសិនជានៅក្នុងផ្ទះយើងតារាសាស្ត្រណាដែលប៉ះលេខ5ជាមួយលេខ8នេះនៅជាមួយគ្នានៅโซนហ្នឹងទីតាំងហ្នឹងគឺបំផ្ទុះរឿងលុយកាក់ឯងចាល្អចាហើយលេខ5បើសិនជានៅជាមួយលេខ9អញ្ចឹងក៏បំផ្ទុះរឿងគេឈ្មោះដែរធ្វើឲ្យគេឈ្មោះយើងល្បីល្បាញធ្វើឲ្យតាក់ទងនឹងមិនថាគេឈ្មោះឬក៏តាក់ទងនឹងភាពរីករាយឬក៏តាក់ទងនឹងការរកស៊ីរបស់យើងឯងគេឈ្មោះរបស់យើងកាន់តែល្បីល្បាញនៅពេលលេខ5ប៉ះជាមួយនឹងលេខ9ចាអញ្ចឹងលេខ5បើសិនជាប៉ះលេខផ្សេងវាមានរឿងច្រើនដែរចាមិញខ្ញុំបានជម្រាបនៅវគ្គមុនហើយអញ្ចឹងឥឡូវយើងចូលដល់លេខ6ចាបើសិនជាលេខ6នៅជាមួយលេខ6ចាលេខ6ធាតុមាសនៅជាមួយធាតុមាសអញ្ចឹងតាក់ទងនឹងអំណាចបុណ្យស័ក្តិល្អអ្នកដែលត្រូវការធាតុមាសគាត់អាចប្រើលេខ6យ៉ាងច្រើនបន្តិចចាមានតំណែងបុណ្យស័ក្តិបុណ្យបារមីខ្ពស់ចាជាពិសេសតាក់ទងនឹងមន្ត្រីរាជការលេខ6ចាលេខ6បើនៅជាមួយនឹងលេខ7អញ្ចឹងពីរហ្នឹងលេខហ្នឹងគឺធាតុមាសដូចគ្នាឯងតែធាតុមាសមួយល្អធាតុមាសមួយអត់ល្អឯងធាតុមាសលេខ6ល្អធាតុមាសលេខ7គឺមិនល្អពីរហ្នឹងនៅចិត្តគ្នាបានន័យថាតាក់ទងនឹងតំណែងបុណ្យស័ក្តិអាចនឹងមានបញ្ហាហើយបើសិនជាលេខហ្នឹងយើងប្រើប្រាស់ទៅលើលេខអីផ្សេងទៀតតាក់ទងនឹងការធ្វើដំណើរអីក៏យើងត្រូវប្រុងប្រយ័ត្នដែរលេខ6មួយលេខ7ចាលេខ6ជាមួយនឹងលេខ8ពីរនេះល្អចា68ចា68ឬក៏86លេខហ្នឹងល្អដីក៏កាត់មាសអញ្ចឹងបានន័យថាតាក់ទងនឹងហិរញ្ញវត្ថុតាក់ទងនឹងលុយកាក់ហើយនឹងតាក់ទងតំណែងយុស័ក្តិអញ្ចឹងបើសិនជាការងារគាត់បែបជាផ្នែកអចលនទ្រព្យអញ្ចឹងយើងអាចប្រើលេខ6លេខ8ឲ្យមានទាំងលុយកាក់មានទាំងតំណែងបុណ្យស័ក្តិចា68ហើយមួយទៀតលេខ6នៅជាមួយនឹងលេខ9តែប៉ិតតារាសាស្ត្រពីរហ្នឹងវាល្អដូចគ្នាឯងចាក៏ប៉ុន្តែមួយធាតុមាសមួយធាតុភ្លើងអញ្ចឹងបើពីរហ្នឹងបើយើងដាក់នៅចិត្តគ្នាមាសជាមួយភ្លើងវាពិឃាតគ្នាអញ្ចឹងធ្វើឲ្យបកកជាបញ្ហារឿងតាក់ទងនឹងគេឈ្មោះដែរធ្វើឲ្យតំណែងបុណ្យស័ក្តិរបស់គាត់មានបញ្ហាគេឈ្មោះរបស់គាត់អត់សូវល្អតែបើសិនជាយើងចង់ឲ្យល្អយើងបន្ថែមលេខ8មួយទៀតចាអាចបន្ថែមលេខ8ដើម្បីកុំឲ្យលេខ6និងលេខ9ឆុងគ្នាបាទបន្ថែមនេះខ្ញុំបន្ថែមឲ្យលេខ8នៅកណ្ដាលឬក៏នៅកណ្ដាលនៅកណ្ដាល6 8 9ឬក៏លេខ9នៅមុខវិញល្អវិញអញ្ចឹងធ្វើឲ្យលេខហ្នឹងវាអត់មានបញ្ហាឆ្លោះគ្នាឆុងគ្នាចាហើយសម្រាប់តារាសាស្ត្របន្ទាប់គឺតាក់ទងនឹងតារាសាស្ត្រលេខ7តារាសាស្ត្រលេខ7ធាតុមាសហ្នឹងគឺអត់សូវល្អទេបើសិនជាលេខ7នៅជាមួយនឹងលេខ7ទៀតតាក់ទងនឹងចំនួនតាក់ទងនឹងចោលប្លន់ចាតាក់ទងនឹងបញ្ហាឆ្លោះទាស់តែងគ្នា7និង7គឺអត់ល្អទេហើយតារាសាស្ត្រហ្នឹងបើសិនជាវាធ្លាក់នៅមុខផ្ទះយើងប្រយ័ត្នមែនតើតាក់ទងនឹងចោលលួចចាបើយើងមើលពីទីតាំងផ្ទះយើងចាហើយលេខ7វគ្គមុនលោកគ្រូបានជម្រាបហើយលេខ7នៅជាមួយនឹងលេខ3អត់ល្អទេបើសិនជាតារាសាស្ត្រហ្នឹងធ្លាក់មុខផ្ទះយើង7និងលេខ3ប៉ះគ្នានៅមុខផ្ទះចំនួនចោលប្លន់អាចនឹងឈានដល់ការប្រើប្រដាប់អាវុធទៀតចាអាហ្នឹងយើងប្រុងប្រយ័ត្នណាខ្ញុំណែនាំទៅកាន់បងប្អូនបានខ្លះហើយ7បើសិនជានៅជាមួយនឹងលេខ8ចាធាតុមាសជាមួយធាតុដីនៅមួយគ្នាបានក៏ប៉ុន្តែមិនណែនាំឲ្យប្រើទេព្រោះដីក៏កើតមាសអញ្ចឹង8ក៏កើតលេខ7ឲ្យលេខ7កាន់តែខ្លាំងអញ្ចឹងធ្វើឲ្យអាចំនួនហ្នឹងបង្កជាចំនួនដោយសាររឿងលុយកាក់អ្នកប្រើលេខ718ហ្នឹងចំនួនរឿងលុយកាក់ចាបាទហើយ7បើសិនជានៅជាមួយលេខ9ចា9ធាតុភ្លើង7ធាតុមាសចាចំនួនតាក់ទងនឹងគេឈ្មោះចាតែបើសិនជាចង់ឲ្យ7និង9នៅជាមួយគ្នាបានប្រើលេខ8ដូចគ្នាអញ្ចឹងមានថាលេខ7 8 9នៅ3អញ្ចឹងល្អវិញចា7 8 9លេខនេះបើយើងនិយាយទៅគឺលេខល្អខ្លាំង
បាន ចាគេហៅថាលេខសម្រាប់អ្នករកស៊ីជាមន្ត្រីរាជការឬក៏លេខតាក់ទងនឹងអចលនទ្រព្យអ្នកធ្វើការធំលេខនេះជាទូទៅអ្នកដែលរាសីល្អឬក៏រាសីត្រូវជាមួយលេខហ្នឹងបានអាចប្រើប្រាស់បានចាព្រោះយើងមានលេខខ្លះសម្រាប់អ្នករកស៊ីយើងប្រើផ្សេងមន្ត្រីរាជការប្រើផ្សេងចាលេខមានអត្តពល បាន ចាហើយសម្រាប់លេខ8ចាលេខ8បើសិនជានៅជាមួយ8គឺល្អខ្លាំងលេខលុយប៉ះលេខលុយចាតារាសាស្ត្រផ្ទះយើងប៉ះលេខ8កន្លែងហ្នឹងយើងអាចបំផ្ទុះលៀបបានតាក់ទងនឹងលុយកាក់តាក់ទងនឹងអចលនទ្រព្យជាពិសេសនៅពេលណាដែលយើងចង់លក់ដីចាចង់លក់ដីលក់ផ្ទះហើយតារាសាស្ត្រលេខ8ប៉ះគ្នានៅទីតាំងដែលមិនឆុងសូននៃផ្ទះយើងអាចបំផ្ទុះលៀបបានឲ្យលក់ដីនឹងផ្ទះដាច់ចាអញ្ចឹង8និង8គឺល្អខ្លាំងសម្រាប់លេខ8ជាមួយនឹងលេខ9បានន័យថាធាតុភ្លើងក៏កើតធាតុដីអញ្ចឹងធាតុភ្លើងគេឈ្មោះធាតុដីគឺតកតើនឹងហិរញ្ញវត្ថុអញ្ចឹងមានទាំងហិរញ្ញវត្ថុមានទាំងគេឈ្មោះលេខ2ហ្នឹងគឺល្អខ្លាំងជាពិសេសសម្រាប់អ្នកត្រូវធាតុភ្លើងធាតុដីពីរលេខហ្នឹងចាហើយសម្រាប់លេខតកតើនឹងលេខ0បើយើងជាទូទៅតារាសាស្ត្ររបស់យើងមានតែពីលេខ1ដល់លេខ9នេះចាហេតុអីបានយើងអត់ទាន់បាននិយាយរឿងលេខ0ចាដោយសារតារាសាស្ត្រយើងមាន9តកតឹងនឹងលេខ0ជាទូទៅយើងមិនសូវជាណែនាំឲ្យប្រើជាមួយលេខផ្សេងទេចាពេលដែលឧទាហរណ៍ថាយើងគុណលេខ0ជាមួយលេខអីវាស្មើអីវាចា0ចាបើសិនជាលេខ0នៅជាមួយលេខណាមួយក៏វាអត់ល្អដែរទោះបីជាលេខហ៊ានចាញ់បោកគ្រូរហូតនឹងលេខ0ណាចាមានប្រហែលលានប្រហែលកោចិនគ្រូថាចុះគុណនឹង0ចេញប្រហែលកូនគិតគិតហ្មងបានចម្លើយចាំមិនយើងមិនសូវណែនាំលេខ0អត់ណែនាំឲ្យប្រើទេហើយសម្រាប់តារាសាស្ត្របើសិនជាយើងមើលទៅតារាសាស្ត្រឬក៏ការប្រើប្រាស់លេខទូរស័ព្ទលេខកុងធនាគារលេខផ្ទះលេខឡានលេខអស់ហ្នឹងគឺមានអត្តពលលើយើង 10% ឯងចាតែសួរថាវាចាំបាច់សម្រាប់ជីវភាពយើងប្រចាំថ្ងៃអត់បើសិនជាយើងបានអាហ្នឹង 10% ទៀតក៏យើងបន្ថែមឲ្យយើងចាជាទូទៅកត្តាជោគជ័យរបស់យើងមានកត្តាមនុស្សកត្តារាសីកត្តាហុងស៊ុយចាអញ្ចឹងនៅក្នុងហ្នឹងក្នុងកត្តារាសីក៏មានលេខនៅក្នុងហ្នឹងដែរអញ្ចឹងយើងមកបន្ថែមឲ្យជីវិតយើងកាន់តែល្អប្រសើរពេលខ្លះគេខលចេញចូលជាមួយមកកាន់លេខយើងតាក់ទងនឹងការរកស៊ីតាក់ទងនឹងទំនាក់ទំនងបើសិនជាលេខយើងល្អគេខលមកក៏រឿងល្អដែរចាតែបើសិនជាលេខទូរស័ព្ទយើងអត់ល្អខលមកមានចំនួនសិនឆ្លោះទាស់តែងគ្នាហើយមិនដឹងរឿងហើយឬក៏ឆ្លោះទាស់តែងគ្នាហើយមានបញ្ហាកើតឡើងទៀតចាតែបើសិនជាករណីលេខយើងលេខទូរស័ព្ទយើងល្អពេលគេខលមកក៏រឿងល្អចុះមកដែរចាតែដោយលោកគ្រូអ្នកគ្រូដែលជាអ្នកមានជំនាញពិតប្រាកដដឹងអត្តន័យរបស់តារាសាស្ត្រមួយច្បាស់អញ្ចឹងគាត់នឹងក៏លេខឃើញលេខរបស់អតិថិជនរបស់បងប្អូនអ្នកនៅជុំវិញដឹងហ្មងថាលេខគាត់នឹងនាំអីឲ្យគាត់បានចាពេលដែលយើងឃើញលេខទូរស័ព្ទរបស់អតិថិជនយើងដឹងថាបងលេខនេះពេលដែលគេខលមកមានរឿងអីចាជាពិសេសតាក់ទងនឹងលេខផ្ទះនិងលេខឡានចាយើងអាចទស្សន៍ទាយបានតាក់ទងនឹងលេខផ្ទះលេខឡានចាលេខណាល្អលេខណាមិនល្អតែសម្រាប់តាក់ទងនឹងលេខផ្ទះជាទូទៅខ្ញុំណែនាំឲ្យមើលភូមិសាស្ត្រសិនចាមុននឹងជ្រើសរើសផ្ទះកុំតាន់មើលលេខមើលភូមិសាស្ត្រផ្ទះយើងថាទីតាំងហ្នឹងជាផ្ទះទុកជំរុកលុយអត់ភូមិសាស្ត្រល្អហើយបានយើងរើសលេខជាទី2ចាតែបើលេខឡានលេខកុងធនាគារជាមួយនឹងលេខទូរស័ព្ទខ្ញុំណែនាំឲ្យរើសលេខល្អចុះហើយអ្វីដែលសំខាន់គឺយើងត្រូវបើកប្រើនៅក្នុងពេលវេលាដែលល្អទៀតបាននាំរឿងល្អឲ្យយើងចាចឹងមានន័យថាប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះជាចំណែកតូចមួយដ៏សំខាន់ដែរសម្រាប់បងប្អូនរបស់យើងដោយអ្នកគ្រូមានប្រសាសន៍អញ្ចឹងគឺសំខាន់គឺស្ថិតទៅលើកត្តាមនុស្សក៏ជាកត្តារាសីនិងរបស់បងប្អូនរបស់យើងទាំងអស់គ្នាឥឡូវជាចុងក្រោយចង់ឲ្យអ្នកគ្រូនិងលោកគ្រូបាទឲ្យជាលេខ3ខ្ទង់វិញព្រោះថាមិញលេខ2ខ្ទង់គឺយើងបានលម្អិតខ្លាំងមែនតើហើយប៉ុន្តែឥឡូវចង់ឲ្យអ្នកគ្រូនិងលោកគ្រូឲ្យជាលេខ3ខ្ទង់វិញសម្រាប់មុខរបរដែលត្រូវជាមួយនឹងកត្តារាសីរបស់បងប្អូនរបស់យើងទាំង5ធាតុឥឡូវបើសិនជាបងប្អូនដែលគាត់មានរាសីត្រូវការជាមួយនឹងធាតុភ្លើងតើ3លេខរបស់គាត់គួរប្រើលេខម៉ានដែរនេះគ្រូចាបើសិនជាគាត់ត្រូវធាតុភ្លើងយើងអាចប្រើលេខ9បាន3លេខបើសិនជាមានជាធម្មតារាសីអាចមាន2ធាតុភ្លើងជាមួយដីឬក៏ដីជាមួយមាសអញ្ចឹងបើករណីគាត់ត្រូវភ្លើងជាមួយដីគាត់ប្រើលេខ8និងលេខ9អញ្ចឹងនៅក្នុង6លេខទូរស័ព្ទរបស់គាត់អាចប្រើលេខ8 9ឲ្យច្រើនចាហើយបើសិនជាករណីគាត់ត្រូវដីជាមួយនឹងមាសអញ្ចឹងគាត់អាចប្រើលេខ6មួយលេខ8ព្រោះលេខ8លេខលុយបាទចា68 68 68
យើងអាចប្រើលេខអញ្ចឹងបាន លេខហុងស៊ុយថ្លៃណា យើងថ្លៃបង ចា ពេលខ្លះលេខយើងអាចបន្ថែមលេខណាមួយទៀតធ្វើឲ្យលេខហ្នឹងមិនសូវថ្លៃមកនេះឲ្យតែយើងចេះថែម ឲ្យយើងចេះថែ ចាហើយបើសិនជាបងប្អូនគាត់ត្រូវធៀបទឹកគាត់អាចប្រើលេខ1ចាលេខ1គាត់ត្រូវធៀបមាសគាត់អាចប្រើលេខ6អញ្ចឹងសិតតែជាលេខតារាសាស្ត្រល្អលេខ1និងលេខ6មាសក៏កើតទឹកបើសិនជាអ្នកចំនួនផ្លូវឆ្ងាយអ្នកគេហៅថាមុខរបរដែលដឹកអីវ៉ាន់ចេញចូលណា ចា គាត់អត់ដឹងថ្ងៃខែឆ្នាំកណ្ដាលទេគាត់អត់មានធាតុត្រូវការរបស់គាត់ទេតែគាត់រកស៊ីមុខរបរតាក់ទងដឹកជញ្ជូនអញ្ចឹងគាត់ប្រើលេខ1និងលេខ6ពីរលេខហ្នឹងករណីអត់មានថ្ងៃខែ បាទ ជួយគាត់ ការប្រើលេខយើងអាចប្រើទៅតាមមុខរបររបស់បុគ្គលក៏បានប្រើទៅតាមធាតុរបស់បុគ្គលក៏បានបើគាត់អ្នកចំនួនផ្នែកអីធ្វើការផ្នែកអីមន្ត្រីរាជការគួរប្រើលេខអីចាបើសិនអត់មានថ្ងៃខែឆ្នាំកណ្ដាលក៏យើងអាចប្រើលេខដែរណាលេខទៅតាមមុខរបរនិងការងាររបស់គាត់បានចា បាទអរគុណលោកគ្រូអ្នកគ្រូចុះមានលេខអ្វីដែលសម្រាប់ឲ្យបងប្អូនរបស់យើងគាត់ទូទៅគាត់អាចប្រើប្រាស់បានណាបាទមានលេខគេខ្លះដែរលោកគ្រូ លេខដែលយើងអាចប្រើប្រាស់ទូទៅបានគឺលេខ456ជាលេខសិទ្ធិដែលគេហៅថាល្អសម្រាប់មុខចំនួនធម្មតា បាទ ហើយនឹង563ក៏ជាលេខសិទ្ធិដែលយើងអាចប្រើប្រាស់ធម្មតាបានដែរ បាទ ហើយលេខបន្តទៅទៀតដែលវាគេហៅថាលេខល្អសម្រាប់មនុស្សស្រីហើយជាលេខហង្សបាទគឺ289 289 បាទហើយលេខមួយទៀតគឺលេខ789ក៏ជាលេខសិទ្ធិដែរក៏ប៉ុន្តែសម្រាប់មនុស្សប្រុសហើយរកស៊ីនៅក្នុងវិស័យអចលនទ្រព្យឬមួយក៏តំណែងធំហើយតាក់ទងជាមួយលុយគេហៅថារាប់លានបាទអញ្ចឹងលេខនេះគឺល្អសម្រាប់យើងប្រើប្រាស់ សម្រាប់លេខ789សម្រាប់បងប្អូនយើងមុខរបរគាត់តូចតាចអីអាចប្រើបានទេលោកគ្រូ ដោយសារលេខ789នេះបើយើងប្រើជាលក្ខណៈធម្មតាគឺប្រើអត់បានទេ បាទ គេហៅថាធ្វើឲ្យយើងហត់នឿយចាប់ឱកាសអត់បាន បានន័យថាអត់ណែនាំជូនបងប្អូនដែលគាត់មានអាជីវកម្ម ធម្មតា ធម្មតាទេ អាជីវកម្មធម្ម ត តា អ្នក ទេ លុយរាប់លានហ្មងណោះ អាជីវកម្មធំៗយើងអាចធ្វើបាន ចា ជាចុងក្រោយសម្រាប់អ្នកគ្រូនិងលោកគ្រូមានអ្វីដែលជាសារសម្រាប់បងប្អូនរបស់យើងតាក់ទងជាមួយនឹងប្រធានបទតារាសាស្ត្រដែរទេបាទសូមជើញ ចាសម្រាប់តារាសាស្ត្របើសិនជាតារាសាស្ត្រល្អដូចជាលេខ8ឬក៏លេខ9ចាវាធ្លាក់នៅទីតាំងណាមួយនៃផ្ទះយើងតែបើសិនជាទិសហ្នឹងជាទិសឆុងអញ្ចឹងយើងមិនណែនាំឲ្យធ្វើការគោះកតុនលៀបអីទេអញ្ចឹងតារាសាស្ត្រដែលល្អប្រែទៅជាមិនល្អវិញចាអញ្ចឹងទីតាំងដែលទិសឆុងមិនថាតារាសាស្ត្រណាឲ្យតែចំទិសឆុងគឺមិនល្អឡើយចាទោះបីជាតារាសាស្ត្រហ្នឹងជាតារាសាស្ត្រលុយក៏ដោយ ចា ចាអញ្ចឹងសូមប្រយ័ត្នបងប្អូនបើសិនជាករណីយើងឃើញតារាសាស្ត្រហ្នឹងវាល្អហើយវាធ្លាក់នៅផ្ទះយើងហើយតែមើលទិសឆុងផងទិសហ្នឹងចាយើងមិនណែនាំឲ្យធ្វើទេចា ចាអរគុណអ្នកគ្រូលោកគ្រូសម្រាប់ការបកស្រាយប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះអរគុណប្រិយមិត្តទាំងអស់គ្នានៅក្នុងការតាមដានទស្សនាហើយស្ដាប់មើលទៅហាក់បីដូចជាលំអិតខ្លាំងមែនទែនក៏ប៉ុន្តែក៏សង្ឃឹមថាវីដេអូមួយនេះអាចជាប្រយោជន៍សម្រាប់បងប្អូនយកទៅប្រើប្រាស់លេខតារាសាស្ត្រពីលេខ1ដល់លេខ9ដើម្បីឲ្យជីវិតយើងទទួលបាននូវឥទ្ធិពលល្អហើយបើសិនជាបងប្អូនចង់សំណូមពរឲ្យយើងផលិតនៅវីដេអូណាមួយដែលគិតថាល្អខ្លាំងសម្រាប់បងប្អូនអាច comment ប្រាប់ដល់កម្មវិធីយើងបានគឺយើងនឹងព្យាយាមលើកយកនៅប្រធានបទដែលល្អៗនិងមានសារៈប្រយោជន៍ជូនទៅដល់ប្រិយមិត្តដែលតែងតែគាំទ្រការផ្សាយរបស់កម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រចា៎នៅពេលនេះក្រុមការងាររបស់យើងទាំងអស់គ្នាសូមជូនពរប្រិយមិត្តទាំងអស់មានសុខភាពល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណរាត្រីសួស្តី